អញ្ញាធរជាតិព្រះវិហារបានប្រារព្ធពិធីអបអរសាទរខួប18ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្រោមប្រធានបទការអភិរក្សវិនាសកម្មនិងការស្ដារឡើងវិញពិធីនេះបានគូសបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការបន្តអភិរក្សនិងជួសជុលប្រាសាទឡើងវិញក្រោយរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហាររបស់យោធាចៅសៀមអំឡុងជម្លោះព្រំដែនកាលពីឆ្នាំ2025ក្នុងឱកាសនោះអាជ្ញាធរបានរំលឹកពីសមិទ្ធផលការងារអភិរក្សរយៈពេល18ឆ្នាំកន្លងមកដែលសម្រេចបានតាមរយៈកិច្ចសហការជាមួយដៃគូជាតិនិងអន្តរជាតិក្នុងអំឡុងជម្លោះព្រំដែនប្រាសាទព្រះវិហារបានទទួលរងការខូចខាតសរុបចំនួន563កន្លែងដោយសារការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងពីយោធាចៅសៀមព្រឹត្តិការណ៍នេះមិនត្រឹមតែបំផ្លាញរចនាសម្ព័ន្ធប្រាសាទប៉ុណ្ណោះទេថែមទាំងបង្ខំឲ្យប្រជាពលរដ្ឋប្រមាណ16,000នាក់ត្រូវភៀសខ្លួននិងបានបំផ្លាញផ្ទះសម្បែងសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀតក្រោយបទឈប់បាញ់ជួរជាធំមានអាជ្ញាធរបានខិតខំផ្តល់ជំនួយសង្គ្រោះនិងរៀបចំទីជម្រកសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឆ្លើយតបទៅនឹងការខូចខាតនេះអាជ្ញាធរជាតិព្រះវិហារបានអនុវត្តការងារសង្គ្រោះបន្ទាន់ស្របតាមអនុសាសន៍របស់អង្គការ UNESCO និងគណៈកម្មាធិការ ICC ព្រះវិហារការងារទាំងនោះរួមមានការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះការទោលទ្រសំណង់ប្រាសាទដែលប្រឈមនឹងការដួលរលំការប្រមូលបំណែកថ្មសម្រាប់ជួសជុលនិងការថតចងក្រងឯកសារឌីជីថលជាមួយនឹងនេះអាជ្ញាធរបានបដិញ្ញាបន្តការងារជួសជុលប្រាសាទស្ដារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ជំរុញវិស័យទេសចរណ៍និងលើកកម្ពស់ជីវភាពសហគមន៍លោកស្រីភៀងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីនិងសម្បត្តិវប្បធម៌ជាតិស្របតាមច្បាប់អន្តរជាតិលោកស្រីបានណែនាំឲ្យអាជ្ញាធរជាតិព្រះវិហារពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាឲ្យការងារអភិរក្សនិងស្ដារប្រាសាទព្រះវិហារឡើងវិញប្រព្រឹត្តទៅដោយជោគជ័យសម្រាប់ជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដល់មនុស្សជំនាន់ក្រោយ។